យើងប្រមាថកំណត់ការបរិច្ឆេទឲ្យច្បាស់លាស់បានទេក្នុងការដល់ពេលដល់វេលាក្នុងការផ្លាស់ប្ដូរស្បែកហ្វ្រាំងនៃរថយន្តចេញបាត់អីការផ្លាស់ប្ដូរស្បែកហ្វ្រាំងវាកើតឡើងអាស្រ័យដោយហេតុនិងផលនៃការបើកបររបស់តកង់ឡានរួមផ្សំនឹងអាយុកាលរបស់ស្បែកហ្វ្រាំងវាមានកត្តាគួបផ្សំមួយចំនួនដែលយើងគួរដឹងពេលបដូរស្បែកហ្វ្រាំងនៅពេលបដូរស្បែកហ្វ្រាំងយើងត្រូវដោះកង់ចេញកាលណាដាក់កង់ចូលទៅវិញយើងអត់បានថ្លឹងត្រឹមត្រូវអាចបណ្ដាលឲ្យមានបញ្ហាជើងក្រោមឬអាចតាក់ទងទៅនឹងបញ្ហាអាឡាញឆ្មិនដែលយើងធ្លាប់ធ្វើវីដេអូម្ដងរួចហើយអំពីអាឡាញឆ្មិនលោកអ្នកបងប្អូនអ្នកស្ដាប់ចាំបាច់ពឹងពាក់ទៅលើការស្ដាប់សូរសំឡេងខុសប្រក្រតីដែលផ្ទាល់នៅត្រចៀកការពិនិត្យមើលទៅលើស្ថានភាពបើកបរជាក់ស្ដែងការស្គាល់សញ្ញា check មួយចំនួននៅលើផ្ទាំង dashboard រួមទាំងការផ្ដល់យោបល់ពីជាងអ្នកជំនាញទៀតទើបយើងអាចដឹងថាដល់ពេលដែលត្រូវបដូរស្បែកហ្វ្រាំងហើយយើងមកនិយាយអំពីកម្រាស់របស់ស្បែកហ្វ្រាំងមុនគេកម្រាស់ចាប់ពី7ដល់12មីលីម៉ែត្រស្ថិតក្នុងស្ថានភាពល្អប្រសើរអាចប្រើប្រាស់បានកម្រាស់ចាប់ពី3ទៅដល់6មីលីម៉ែត្រស្ថិតក្នុងស្ថានភាពមធ្យមក្នុងស្ថានភាពនេះគឺអាចទៅសិនបានជិតដល់ពេលផ្លាស់ប្ដូរហើយឬគួរផ្លាស់ប្ដូរតែម្ដងទៅមុនពេលធ្វើដំណើរផ្លូវឆ្ងាយកម្រាស់ចាប់ពី2មីលីម៉ែត្រចុះក្រោមស្ថិតក្នុងស្ថានភាពមិនល្អទេស្ថានភាពនេះគឺត្រូវចាត់វិធានការជាបន្ទាន់ជៀសវាងការអន្តរាយត្រូវធ្វើការផ្លាស់ប្ដូរដើម្បីជៀសវាងបញ្ហានានាដោយយថាហេតុណាមួយបន្ទាប់មកទៀតយើងមកស្គាល់សញ្ញា check ខ្លះៗដែលតាក់ទងទៅនឹងបញ្ហាហ្វ្រាំង brake light លោតសញ្ញាហ្វ្រាំងមានបញ្ហាមួយចំនួនដូចជាកម្រិតហ្វ្រេមហ្វ្រាំងតិចពេកបញ្ហាហ្វ្រេមហ្វ្រាំងក៏ខ្វក់ឬខាប់ពេកអស់ស្បែកហ្វ្រាំងឬពេលខ្លះអត់មានបញ្ហាទេគ្រាន់តែជាប់ហ្វ្រាំងដៃដល់ហ្វ្រាំងដៃចេញទៅលែងមានអីហើយ ABS light សញ្ញា ABS រួមមានបញ្ហាប្រព័ន្ធភ្លើងជាមួយហ្វ្រាំងបញ្ហាខ្សោះជាតិប្រេងបញ្ហាម៉ូទ័រ ABS បញ្ហាដុំ ABS និយាយទៅសញ្ញានេះវាតាក់ទងជាមួយហ្វ្រាំងនៅក្នុងអំឡុងពេលបើកបរនៅពេលដែលយើងជន់ហ្វ្រាំងទៅវាវេទៅឆ្វេងឬវេទៅស្ដាំនេះមានន័យថាអស់ស្បែកហ្វ្រាំងចំហើយបើមានសំឡេងខ្លាំងនៅពេលជន់ហ្វ្រាំងគ្នាលឺសូរងើតឬលឺសូរក៏គិតគ្នានៅពេលជន់ហ្វ្រាំងនេះមានន័យថាវាអស់ស្បែកហ្វ្រាំងជាក់ជាមិនខានដូច្នេះអ្នកត្រូវប្រញាប់បដូរស្បែកហ្វ្រាំងថ្មីស្បែកហ្វ្រាំងដែលងាប់គឺវាមិនអស់ស្បែកហ្វ្រាំងទេនៅពេលដែលយើងចាប់ហ្វ្រាំងវាបែរទៅជាកោសតាមបួរវាបណ្ដាលឲ្យបោលឬប៉ែលហើយយើងត្រូវកលឹងឡើងបួរឡើងវិញឬដូរថ្មីតែម្ដងបើជួសជុលអត់កើតរថយន្តញ័រទៅទីទៅត្រើតនៅពេលជន់ហ្វ្រាំងក្នុងករណីកង់រថយន្តឈ្នាន់រថយន្តនិងតួរថយន្តទាំងមូលញ័រទៅត្រើតនេះអាចបណ្ដាលមកពីប្រអប់ហ្វ្រាំងឡានខូចដូច្នេះគួររស់រានទៅការ៉ាស់ឡានដើម្បីឲ្យអ្នកជំនាញឬជាងបដូរវាចេញរីឯសំឡេងដែលបន្លឺតិចមួយចំនួនដែលធ្វើឲ្យវាលែងលឺវិញតាមរយៈការសម្អាតហ្វ្រាំងប៉ុន្តែសំឡេងនេះនឹងមិនលឺឡើងជាប់ជានិច្ចទាំងកំរោលបញ្ជាក់ថាស្បែកហ្វ្រាំងរបស់អ្នកសឹកខូចខ្លាំងជាមិនខានពេលខ្លះជន់ហ្វ្រាំងទៅងើតក្រោយពេលលាងទឹកហើយករណីនេះមិនអីទេជួនកាលក៏ជន់ហ្វ្រាំងទៅស្អិតដែរអាចករណីហ្វ្រាំងគៀបតាមបួរខ្លាំងពេកសេរីចេញបន្តិចទៅលែងអីហើយជាចុងក្រោយសូមអរគុណដល់ការទស្សនាក៏ដូចជា like និង follow page ម្នាក់មួយបើចង់ជាចូលចិត្តពេលការប្រភេទនេះក៏ដូចជាទទួលបាននូវព័ត៌មានឬចំណេះដឹងផ្សេងៗទាក់ទងពីឡាន